chẳng phổ mô sở rọc thì cái đây mà vinh cứ trâu tại lẽ bằng nơi ở vậy đây mình men chia rồi bao dương sạp hai tạm bất cứ chỉ ca lẽ bằng thì cái đây là nguồn rồi bao luôn dương thế đây thì cái đây là nguồn nâng nằm mau nơi thì cái đây phải cam không khăm pan gì cả nâng thà chỉ luôn dương chia rồi bao dương tên rồi bao hàng trai đây chỉ bao khá chẳng o nâng cứ chia rồi bao không lô đòi khăn đòi lô đòi a dẹ tờ nạ lô để trời cùng nọt đăng đòi vipassana vì cho nên đầm ná này cốt rồi bao sát dương đại liệt bong này cứ chia đầm ná đại rùi phật âm pi chỉ cái đây tốt rùi phật âm pi âm na chỉ rồi bao mát chỉ riết rùi phật âm pi chỉ cái đây à lái rùi phật âm pi tốt còn vào chẳng buông rùi phật âm pi ca để trời tự tua dốc phía rẽ cứ áp tập hiệp cướp chiết mau bậc cai bậc cam huông hay chia chỉ cái đây tục lùm ba anh pro hai tay là nguồn chập dọc mà thôi chỉ luôn anh rọp chiết đây mình miền ti bầm phật tọt tới nụ mình chăm bạch thế mình chăm bạch từ tua dọc mau ao rồi vua thế cứ đầm nai từ cam pre ni piên mình miền áp tập hiệp tay mà đong ạt miền alai ạt miền huông hay ạt miền còng wall ạt miền phê rẽ ạt miền ở vây ao chỉ túc sầm ráp ở dương xoay ngược chỉ cái đây sọc màu đọt sai chỉ cái đây túc nâng tê ba chỉ cái đây túc mình miền hay không pre ni piên ta chăm bạch trời ca vây đợt tê chăm bạch từ rùa sọc ấy đây chỉ cam mà sọc rư coi chỉ cái đây sọc không phúc ấy dạng na dục mà đọt sai chỉ cái đây túc đây chỉ áp tập hiệp nâng thở ấy bao vì mình miền ở áp tập hiệp hay nâng vì cho nên mình men trâu à lai áp tập hiệp thế ní cứ chỉ tục để sắp lột dương mình đăng tục là nguồn hơi có chết từ tre o xoay ngược vây dục mọc đọt sai ao chỉ cái đây tục nấng đòi ập ban cùng nót đăng nơi chỉ cái đây tục nấng có sầm co thay chỉ cái đây tục nấng chỉ dương nè tục hay có khom rua chỉ cái đây sọc đòi nát này ạ vị chia nâng ảnh ní cứ chỉ ca lồng ba lồng bân rồi bọt sạt lột dương đòi ọt đăng khluôn to đểព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់វាជារឿងហត់នឿយឯងដោយសារតែទទួលយកអត្តភាពគឺសេចក្តីទុកក្នុងបញ្ញខណ្ឌហ្នឹងយកមកចំបីបាច់មើលថែបានរបស់នេះបានរបស់នោះទៅក៏កើតនន់ទីកើតឆន្ទរាគៈត្រេកអរទៅបង្កនៅទុក្ខសមុទយៈជាហេតុនៃសេចក្តីទុកតទៅទៀតហាក់ដូចជាត្រេកអរហាក់ដូចជាសប្បាយក៏ប៉ុន្តែពុទ្ធបរិស័ទពិចារណាមើលចុះបើមិនមានទុកហើយតើយើងចាំបាច់ត្រូវការអីចាំបាច់បានអីបើមិនមានសេចក្តីទុកហើយនឹងតើយើងត្រូវទៅរកការខ្សែផ្សោយសេចក្តីសុខយ៉ាងណាដើម្បីយកមកដោះស្រាយសេចក្តីទុកហ្នឹងបើទុកហ្នឹងមិនមានហើយនោះដូច្នេះវាជារឿងដែលទទួលយកសេចក្តីទុកនឹងឯងមកធ្វើជាភេរៈព្រោះតែអវិជ្ជានេះឯងចឹងគឺថាដាក់ចុះនៅភេរៈហ្នឹងក្នុងព្រះសាសនាហ្នឹងគឺភេរៈរបស់ធ្ងន់ត្រូវដាក់ចុះហ្នឹងគឺជាតួពុទ្ធសាសនាភេរៈហវេបញ្ចខន្ធេគឺបញ្ញខណ្ឌនឹងជាភេរៈធ្ងន់វត្តសង្សារដែលមិនដឹងទីបំផុតខាងដើមរហូតមកនឹងគឺឧបាយក្នុងការលើកយកបញ្ញខណ្ឌនឹងឯងមកជាភេរៈនឹងហើយគឺជាទុក្ខសមុទយៈក្នុងការដែលលើកយកកម្មយករែកពុនលីសែងនៅភេរៈនឹងក៏ប៉ុន្តែឧបាយក្នុងការដាក់ចុះនេះគឺជាអវាទានុសាសនីវរោវរញ្ញូវរតោវរិហរោដែលព្រះអង្គទ្រង់នាំមកនៅឧបាយនឹងទ្រង់ប្រាប់ពីឧបាយនឹងបោះនឹងធ្ងន់ឯងទេដាក់ចុះទៅដាក់ចុះទៅអត់មានយើងយកបានជាប្រយោជន៍អីទេរបស់ធ្ងន់ឯងទេតែរុណកម្មរបស់មេទេឲ្យទូលថ្មឡើងភ្នំហ្នឹងតែរុណកម្មទេដាក់ចុះឲ្យរត់ទៅ
កុំស្ដាយដុំថ្មហ្នឹងគឺអវាទរបស់ព្រះអង្គហ្នឹងគឺចឹងបញ្ញខណ្ឌហ្នឹងគឺជាដុំថ្មដែលធ្ងន់ឥតប្រយោជន៍ទេបុគ្គលដែលបានឃើញហើយរមែងដាក់ចុះដោយឧបាយគឺអរិយមគ្គនេះឯងឯការដែលដាក់ចុះបាននឹងឯងគឺជាព្រះនិព្វានដែលជានិរោធសច្ចៈដែលជាការអស់ទៅនៃទុក្ខចឹងគឺពុទ្ធបរិស័ទយើងពិនិត្យមើលដើម្បីឲ្យយើងត្រេកអរនឹងព្រះនិព្វានពិតៗកុំឲ្យយើងគិតថាព្រះនិព្វានមិនមាននៅសេចក្តីត្រេកអរក្នុងរឿងការបានអ្វីក្នុងโลกនេះដើម្បីសែបសោយអញ្ចឹងគឺខ្ញុំមិនត្រេកអរទេព្រះនិព្វាននឹងព្រោះអត់សប្បាយសូមឲ្យយើងបានគិតថាតើយើងសប្បាយមកពីអីថាមកពីមានទុក្ខមានអត្តភាពនេះហើយយើងត្រូវការសេចក្តីសប្បាយនឹងដោយសេចក្តីល្ងងដោយតណ្ហាក្នុងការដែលយើងស្វែងរកសេចក្តីសប្បាយហ្នឹងគឺចម្រើនទៅដោយឆន្ទរាគៈណាមើលចុះបើអត់មានសេចក្តីទុក្ខហ្នឹងទេតើយើងចាំបាច់ដោះស្រាយចាំបាច់ត្រូវការអីហើយបើអត់ត្រូវការវាមានចាំបាច់នឹងបានអីចាំបាច់រីករាយនឹងការបានអីវាដូចយើងឈឺហើយយើងចាំបាច់ត្រូវការជាចាំបាច់ត្រូវទៅពេទ្យចាំបាច់ត្រូវរត់ថ្នាំនឹងឯងហើយស្រាប់តែដល់ពេលបានថ្នាំមកយើងអសប្បាយណាអសប្បាយនឹងបានថ្នាំហ្នឹងទៅណាមកណាដាក់មកកបោបទៅហ្នឹងហើយដល់ទៅមើលអ្នកដតីអត់មានថ្នាំហ្នឹងថាអ្នកឯងអត់ដូចខ្ញុំទេមើលខ្ញុំថ្នាំពេញមកកបោបខ្ញុំគ្រាន់បើជាងអ្នកឯងអាត្រង់ដែលគេអត់ថ្នាំប៉ុន្តែគេអត់ឈឺមើលអ្នកណាគ្រាន់ជាងអ្នកណាហើយយើងឈឺណារីងរៃរ៉ាំរ៉ៃណាមានថ្នាំមកកបោបហ្នឹងថាគ្រាន់បើជាងអ្នកដែលអត់ថ្នាំមែនប៉ុន្តែគាត់អត់ឈឺណានេះជាការប្រៀបឲ្យឃើញថាព្រះអរិយបុគ្គលក្នុងដំណើរទៅកាន់ព្រះនិព្វានហ្នឹងគឺព្រះអង្គបានអស់នៅរាគៈទោសៈមោហៈដែលជារោគហ្នឹងហើយព្រះអង្គអត់ត្រេកអរជាមួយនឹងសម្បត្តិក្នុងភពទេរហូតដល់ទៅព្រះនិព្វានដែលមិនមាននៅបញ្ញខណ្ឌព្រះនិព្វានដែលមិនមានរោគមានចាំបាច់ថ្នាំអីហើយយើងមានបញ្ញខណ្ឌជារោគអីចិត្តតែត្រេកអរនឹងបានលាបបានយល់ត្រេកអរនឹងរូបសម្លេងក្លិនរសសម្ផស្សត្រេកអរនឹងឆ្ងាញ់ត្រេកអរនឹងស្រួលហើយក៏ថាសប្បាយអញ្ចឹងទៅណាអត់ចង់ទៅនិព្វានពីព្រោះនិព្វានអត់សប្បាយណាហើយយើងមើលយើងសប្បាយហ្នឹងដោយសារអីដោយសារវាមានរោគហើយយើងមិនបានរត់ថ្នាំដើម្បីឲ្យជារោគពិតប្រាកដទេថ្នាំដែលត្រូវឲ្យជារោគពិតប្រាកដគឺអរិយមគ្គប្រកបដោយអង្គ8ប្រការប៉ុន្តែយើងវាត្រេកអរទៅនឹងចំណីតោះយើងត្រេកអរជាមួយគ្នានឹងកាមគុណជាមួយនឹងបច្ច័យ4ហ្នឹងនឹងឯងចំណីតោះដែលមិនអាចរួចផុតពីសេចក្តីស្លាប់ព្រោះរោគនេះទេហើយក៏ជាការស្លាប់គ្រប់ជាតិទាំងអស់ដែលមិនអាចរួចផុតអំពីរោគនៃវដ្តសង្សារដែលជារោគមហារាជតលតែអរិយមគ្គបានមើលជាហើយនឹងគ្រាន់តែដើម្បីឲ្យញាតិញោមបងប្អូនកូនចៅទាំងអស់ចេះពិចារណាថាដែលយើងត្រេកអរហ្នឹងមកអំពីវាមានរោគគឺបញ្ញខណ្ឌហ្នឹងទេមិនត្រេកអរសម្រាប់ឲ្យយើងនឹងឯងថាជាសេចក្តីសុខហើយព្រះនិព្វានជាទុក្ខអានឹងវាជារឿងដែលយើងនៅមានកិលេសបិទបាំងវាអញ្ចឹងហើយដែលយើងត្រូវស្ដាប់ត្រូវសិក្សាធម៌របស់ព្រះអង្គព្រះអរិយៈលោកឃើញព្រះនិព្វានជាសុខលោកនេះគឺជារោគជាទុក្ខណាអញ្ចឹងញាតិញោមបងប្អូនគិតមើលណាការដែលយើងមានរោគបានជាយើងត្រូវការថ្នាំដែលជាបច្ច័យ4ដែលជាកាមគុណអីទាំងអស់ហ្នឹង
វាដូចជារមាស់រោគនឹងត្រូវការបច្ច័យ4ត្រូវការកាមគុណនឹងយកមកអេសរមាស់ហ្នឹងហើយយើងថាស្រួលនឹងចុងកញ្ចក់ដែលអេសហ្នឹងរហូតដល់ទៅថាព្រះនិព្វានស្ដាប់មើលទៅអត់មានស្រួលអត់មានសុខប៉ុន្តែព្រះនិព្វានអត់មានរោគគឺអត់មានបញ្ចខណ្ឌតែយើងចាំបាច់ត្រូវការថ្នាំទេចាំបាច់រមាស់អេសទេណាដូចជាយើងដែលអត់កើតរមាស់អញ្ចឹងយើងមានចាំបាច់ចង់រមាស់អេសស្រួលទេណាយើងចាំបាច់ថាឈឺទៅរត់ថ្នាំទទួលទានបរិភោគឯណាយើងមានគិតថាដែលយើងជាអញ្ចឹងយើងចង់ទៅសម្រាមពេទ្យមួយអាទិត្យមួយខែអីវាមិនដែលយើងជាឲ្យនឹកចង់ទៅសម្រាមពេទ្យទេដោយសារតែវាឈឺកូនចៅក៏នាំយកទៅអញ្ចឹងទៅដូច្នេះវាមិនមែនជារឿងដែលយើងត្រូវត្រេកអរនឹងរោគវាមិនមែនជារឿងដែលយើងត្រូវទៅត្រេកអរនឹងថ្នាំអីអញ្ចឹងទេកាលណាបើយើងជាហើយនោះដូចជាបព្វជិតដែលព្រះអង្គទ្រង់បង្រៀនឲ្យពិចារណាក្នុងការប្រើប្រាស់បច្ច័យ4អញ្ចឹងអូដល់ទៅជាកតិរបស់ព្រះអរិយៈដំណើររបស់ព្រះអរហន្តដែលប្រើប្រាស់បច្ច័យ4ដោយប្រសិជ្ជៈរាគៈទោសៈមោហៈដូច្នេះគឺជាសេចក្តីសុខដ៏ក្រៃលែងដែលព្រះអរហន្តបានជារោគផ្លូវចិត្តហើយនឹងអត់មានចាំបាច់ត្រូវរោគសេចក្តីត្រេកអរក្នុងការប្រើប្រាស់បច្ច័យ4នឹងទេហើយក៏បរិនិព្វានទៅដោយសារតែមិនមាននៅបច្ច័យដែលនឹងឲ្យបដិសន្ធិព្រះនិព្វាននឹងដែលព្រះអង្គទ្រង់សម្ដែងចំពោះមេកន្តយៈព្រាហ្មណ៍នឹងថារោគ្យមច្ឆេបរមញ្ញលាភ័ងព្រះអង្គទ្រង់ប្រកាសព្រះនិព្វានដែលមិនមានរោគហើយអ្នកដែលមិនមានរោគនេះឯងឈ្មោះថាជាអ្នកមានលៀបដ៏ក្រៃលែងគឺដោយសារការអស់រាគៈទោសៈមោហៈនេះឯងដែលជាអ្នកសម្រេចនៅសឧបាតិសេសនិព្វានដែលជាអ្នកបាននៅលៀបដ៏ក្រៃលែងព្រោះត្រូវចូលកម្មអនុបាតិសេសនិព្វាននឹងឯងចឹងគឺថាព្រះនិព្វានគឺមិនមានរោគពុទ្ធបរិស័ទយើងមិនមានសង្ស័យថាតើជាសុខយ៉ាងម៉េចទៅនោះទេព្រោះព្រះនិព្វានជាបរមសុខពិតដោយសារមិនមានទុក្ខមិនមានរោគនឹងឯងចឹងគឺការលះបង់អ្វីៗគ្រប់យ៉ាងគឺត្រូវតែសម្រេចឡើងដល់ពុទ្ធបរិស័ទយើងនៅក្នុងការអប់រំចិត្តជានិច្ចកាលរហូតមកហ្នឹងហើយត្រូវតែយល់ថារបស់ដែលយើងត្រូវលះបង់នេះតាមពិតទោះជាយើងមិនលះបង់ក៏វាជារបស់ដែលត្រូវតែចោលទៅដែរក៏ប៉ុន្តែទៅទាំងអាល័យទៅទាំងការហួងហែងទៅទាំងអាសវៈគ្រឿងត្រាំទៅទាំងចំណងមិនរួចផុតចាកអំពីអត្តភាពមិនរួចផុតចាកទុកឡើយដូច្នេះបំណាច់នឹងថាអ្វីត្រូវកន្លងទៅត្រូវរលត់ទៅត្រូវអស់ទៅក៏ត្រូវតែចោលឲ្យហើយទៅវាមុខតែចោលដដែលទេទាំងដែលរបស់នឹងក៏មិនមែនជារបស់យើងហើយស្រេចគឺជារបស់ក្នុងលោកនេះជារបស់លោកនេះដូច្នេះការដែលពោលថាលះបង់របស់ក្នុងលោកក៏គឺជាការលះបង់នៅអវិជ្ជាសេចក្តីល្ងងខ្លួនឯងលះបង់តណ្ហាអបាទានក្នុងចិត្តខ្លួនឯងនឹងឯងនេះគឺជាព្រះនិព្វានព្រោះជាការអស់ទៅនៅតណ្ហាដែលជាទុក្ខសមុទយៈនឹងឯងដំណើរដែលទៅកម្មព្រះនិព្វានដំណើរដែលប្រសិជ្ជៈរោគដំណើរដែលរួចផុតចាកអំពីទុក្ខទោសគ្រប់បែបគ្រប់យ៉ាងដោយបញ្ញាភ្លឺស្វាងឃើញអត្តភាពនេះឯងគឺជាអត្តភាពដែលមាននៅខណ្ឌបញ្ញកៈឃើញអត្តភាពនេះឯងជាធัวដែលមិនគួរប្រកាន់ហួងហែងមិនគួរអាល័យមិនគួរឲ្យចាប់ជំពាក់គឺជាគ្រឿងកង្វល់របស់បុគ្គលល្ងងខ្លៅតែប៉ុណ្ណោះពុទ្ធបរិស័ទមានបញ្ញាមានពន្លឺភ្លឺស្វាងឃើញនៅអត្តភាពនេះឯងមិនមានអ្វីដែលត្រូវជាប់ជំពាក់ឡើយជារបស់ដែលត្រូវលះបង់ពិតៗដោយបញ្ញាដែលចម្រើនឡើងនឹងឯងមិនមែនជារបស់ត្រូវហួងហែងទេព្រះនិព្វានទៅជាបរមសុខដែល
ជាទីត្រេកអរជាទីផុតទុក្ខសម្រាប់ពុទ្ធបរិស័ទយើងគឺមានពន្លឺភ្លឺស្វាងដូច្នេះឯងអញ្ចឹងអត្តភាពនេះដែលដង្ហែកឋិនចីវរមកនេះទុកជាឧបករណ៍តែប៉ុណ្្នឹងទៅសម្រាប់សាងក្បូនគឺអរិយមគ្គទីបំផុតឧបករណ៍ដែលយើងសម្រាប់សាងក្បូនដោយកបិតបថៅរណាអីហ្នឹងដែលត្រូវដែលត្រូវកាប់ដែលត្រូវចងនៅក្បូនហ្នឹងអញ្ចឹងគឺថាឧបករណ៍ទាំងអស់ហ្នឹងក៏ត្រូវលះបង់ព្រោះយើងខ្ចីគេមកទេដើម្បីសាងក្បូនហ្នឹងខ្ចីកបិតខ្ចីបថៅគឺយើងធ្វើក្បូនហើយយើងយកកបិតបថៅរណាឧបករណ៍ហ្នឹងសងគេវិញព្រោះជារបស់ក្នុងលោកនេះដែលកម្មនឹងបានសាងមកហើយយើងអាស្រ័យក្បូននឹងទៅកម្មត្រើយនាយគឺព្រះនិព្វានក្បូនគឺអរិយមគ្គប្រកបដោយអង្គ8ប្រការត្រើយអាយគឺយើងតាំងចិត្តលះបង់ហើយប៉ុន្តែកុំតាន់លះបង់ក្បូនគឺយើងតាំងចិត្តលះបង់ត្រើយអាយក៏ត្រូវក្នុងគំនិតសាងក្បូនបើយើងមិនសាងក្បូនយើងចោលត្រើយអាយគឺឧបាទានខណ្ឌ5សកាយៈនេះកាយយើងកាយិគេនេះគឺឧបាទានខណ្ឌនេះយើងលះបង់ទៅកម្មត្រើយនាយមិនបានទេគឺតលតែសាងក្បូនចឹងជាមួយគ្នានឹងការតាំងចិត្តលះបង់នៅសកាយៈគឺឧបាទានខណ្ឌដែលជាត្រើយអាយក៏ត្រូវតែក្នុងស្មារតីជាយាមសាងក្បូននេះឯងស្មារតីជាយាមអាតាបិសម្បជាណោសតិមាសាងក្បូនដល់ត្រើយនាយសិនបានចោលក្បូនហ្នឹងកិច្ចដែលនឹងត្រូវយកក្បូនទៅមិនមានឡើយប៉ុន្តែឥឡូវកុំតាន់ថាមិនជាយាមកុំថាមិនយកចិត្តទុកដាក់អីគឺត្រូវតែជាយាមយកចិត្តទុកដាក់នឹងឱវាទរបស់ព្រះអង្គក្នុងការដែលអប់រំនៅសតិសម្បជញ្ញៈអប់រំនៅសេចក្តីជាយាមបំពេញបុណ្យសាងនៅក្បូនសូមឲ្យពុទ្ធបរិស័ទនឹងបានយល់អំពីជីវិតជាប្រកដីនឹងមានសតិប្បដ្ឋានបានអរិយមគ្គប្រកបដោយអង្គ8រៀងព្រះអង្គរៀងខ្លួននឹងចឹងគឺថាយើងនឹងបាននៅទីពឹងរបស់ខ្លួនគឺថាមិនអាចយើងអាស្រ័យក្បូនអ្នកដតីបានឡើយអេតតតនិសម្ភូតាំងព្រមយានังអនុត្តរាំងនៃយន្តធិរាលោកកម្មមហាអញ្ញតថុជាយ៉ាងជាយន្តតិគឺថាត្រូវតែអាស្រ័យនៅក្បូនដែលជាព្រមយានដល់ប្រសើរកើតឡើងក្នុងអត្តភាពរៀងព្រះអង្គរៀងខ្លួនកើតឡើងក្នុងអត្តភាពនៃបុគ្គលណាបុគ្គលនោះជាអ្នកប្រាជ្ញអាស្រ័យនៅព្រមយានដល់ប្រសើរចេញចាកអំពីលោកនេះដែលជាត្រើយអាយទៅកម្មព្រះនិព្វានជាត្រើយនាយមានតែជ័យជំនះតែប៉ុណ្ណោះនាវាឆ្ពោះត្រើយមិនវិលវិញសូមអនុមោទនាដង្ហែអង្គកឋិនទានវេថ្វាយសង្ឃសូមអនុមោទនាដង្ហែបរតនត្រ័យទៅកម្មព្រះនិព្វានសូមអនុមោទនានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតស្សៈភគវតោសម្មាសម្ពុទ្ធស្សនមោតស្សៈភគវតោសម្មាសម្ពុទ្ធស្សសូមពុទ្ធបរិស័ទទាំងអស់តាំងចិត្តបាននៅត្រៃជីវរប៉ុណ្ណារៀងព្រះអង្គរៀងខ្លួនទោះជាថាបានជូនមកលោកគ្រូហើយដើម្បីបូជាពធក៏ប៉ុន្តែខ្ញុំកណាសូមបានប្រកេនសូមបានជូននៅត្រៃជីវរនេះគឺគ្រប់ព្រះអង្គគ្រប់គ្នាដែលត្រូវបានជាម្ចាស់កឋិនចីវរបានរៀងព្រះអង្គរៀងខ្លួនជាចំណែកគ្រប់
ព្រះអង្គគ្រប់គ្នាដើម្បីយើងបានវេថ្វាយដល់សង្ឃនៅក្នុងឱកាសវេលាព្រឹកនេះសូមបានតាំងចិត្តបាននៅត្រៃចីវររៀងខ្លួនគឺតាំងចិត្តថាជាត្រៃចីវរដែលពុទ្ធបរិស័ទបានដង្ហែមកនេះខ្ញុំបកណាប្រកេនចម្បាតជូនរកជូនដល់គ្រូបងជាពិសេសដែលដឹកនាំនៅក្នុងផ្លូវទៅកាន់ព្រះនិព្វានតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធណាជាដើមជាប្រធានក្នុងគ្រូអាចារ្យជាអ្នកដឹកនាំក៏ណាយកចិត្តទុកដាក់ស្ដាប់សិក្សាចឹងគឺបាននៅត្រៃចីវររៀងខ្លួនហើយបងប្អូនកូនចៅមេងចាស់ប្រុសស្រីអីទាំងអស់គឺបំនៅត្រង់ចេតនាដែលយើងត្រូវសាងបានជានេវីឆ្ពោះត្រើយគឺព្រះនិព្វានដែលទៅហើយមិនត្រឡប់មកវិញនេះគឺជាជោគជ័យក្នុងជីវិតរបស់យើងហើយជាជោគជ័យតែម្ដងគត់ព្រោះយើងអត់មានចាញ់ទៀតទេចឹងជ័យជំនះនេះគឺឈ្នះតែម្ដងក៏មិនត្រឡប់ចាញ់វិញជាយ៉ាងជាយន្តតិចឹងក៏ណាកាលណាបើបានទទួលនៅត្រៃចីវរព្រមទាំងបរិក្ខាររៀងព្រះអង្គរៀងខ្លួនហើយក៏មានសាធុការត្រេកអរទទួលថាសាធុគ្រប់ព្រះអង្គគ្រប់គ្នាផងចុះសូមអនុមោទនាបបិទ្ធប្រសង់ដ៏ចម្រើនណាយខ្ញុំបកករណាគ្រប់ព្រះអង្គគ្រប់គ្នានៅក្នុងនាមជាម្ចាស់ទានក្នុងវេលាថ្ងៃ100នេះចាប់ផ្ដើមកឋិនទានមានសេចក្តីជ្រះថ្លាបានដង្ហែមកហើយនៅកឋិនចីវរព្រមទាំងបរិក្ខារដែលជាអានិសង្សលាភមកដល់ទីវត្តព្រះមហាគុណកតនេះដើម្បីនឹងវេថ្វាយសង្ឃជាប្រយោជន៍ដល់ការក្រាលកឋិនតាមធម៌តាមវិន័យក្នុងព្រះសាសនានេះដោយសេចក្តីជ្រះថ្លាណាស់ក្នុងវេលាគ្រានេះខ្ញុំព្រះអង្គសូមវេជាភាសាបាលីខ្លះគ្រាន់បានជាទីតាំងចិត្តមមបំពេញសេចក្តីថែមទៀតដូចតទៅឧកាសាអ៊ីម៉ាំងផន្ទេកថេណជ័យវរាំងសានិសង្សង្ឃសង្ឃសៈទេមេទុតិយំពេអ៊ីម៉ាំងផន្ទេកថេណជ័យវរាំងសានិសង្សង្ឃសង្ឃសៈទេមេតតិយំពេអ៊ីម៉ាំងផន្ទេកថេណជ័យវរាំងសានិសង្សង្ឃសង្ឃសៈទេមេសូមអនុមោទនាបបិទ្ធប្រសង់ដ៏ចម្រើនណាយកឋិនជ័យវរព្រមទាំងបរិក្ខារក្នុងឧបឋានសាលានេះដែលខ្ញុំបកករណាបានវេថ្វាយដល់សង្ឃហើយសូមព្រះសង្ឃមេត្តាអនុគ្រោះបានទទួលយក
đam bay chia bị giáo đào cá cào cả thân nơi cả thân là chơi bò trong này ni sang xạ liệp tua chỉ bạt cái đây chân bạt cái đây cùng rùa bạt cái đây ở vây để chọp chỉ mũi đang chơi bò cái đây tôm và xăng mê ta nụ cua miền ca chặt chanh chia ni sang xạ liệp đào bị khọ chẳng lai xòm cua phong cho không ao chọp tệ tên chia cờ rụ phòn tục sầm rạp vọt ní phở vây đàm bay ban chia bị giáo đào bè song group vợ ông đang bị khọ xa mà nê ban nơi liệp ní hai ní môn phơ cả thân rư có xòm cua đào ca chặt chanh tỏ tư miền ca chun nhôm prosrei ca tọp song song cun chia đam đôi bà hấp rực nụ cua xòm cua tam thua tam bị nấy phong cho nông một ca về lia kia ní chia ca để ban bồng pinh bông của sao tôm sắp sắp chẳng o miền miệt đa bị đa chia đam đại miền chỉ vết nơi ruột ở đây đại ban chai tham cả hai cái đây cả nông tì nà ma rồi tôm miền chặt chê tần na trê o chia thla nơi bông cả thân ní phong cho tôm người ban tầm rách nữ sẽ cái đây sau ban nữ ca che đăng nôngประพุทธศาสนาban chia phải cháy nơi ở đây giờ mẹประกอบไปองvà bay và ca ban đo nữ ca o aสวะkỳ lê không có bay khliêng khliết la yong mạ nam mô tỳ ni ខ្ញុំប្រកាសណាសូមអ្នកមស្ការចំពោះព្រះដ៏មានព្រះភិក្ខព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិតសពកាលហើយនឹងសូមថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលមានព្រះអង្គគ្រូច្រើនព្រះអង្គទ្រង់និមន្តគង់ដែលក្នុងឥឡូវនេះគឺមានព្រះអង្គគ្រូមេត្តាបាឡោព្រះអង្គជាព្រះអង្គគ្រូព្រះចៅអធិការវត្តគល់ទទឹងជាអធិបតីនៃការសម្ដែងនៅពធក្នុងការឥឡូវនេះជាដើមដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងហើយនឹងសូមគោរពចំពោះលោកគ្រូជាម្ចាស់របស់ខ្ញុំសូមគោរពចំពោះលោកមេប្រតិចារ្យលោកគ្រូប្អូនធម្មាចារ្យទាំងអស់ព្រមទាំងលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដែលមានវត្តមាន
នៅក្នុងពិធីបុណ្យកឋិនទានរបស់លោកគ្រូអគ្គបណ្ឌិតនៅខេត្តបាត់ដំបងនេះដែលមានសាសានុជនយ៉ាងច្រើនទូទាំងប្រទេសមកប្រជុំគ្នាជារៀងរាល់ឆ្នាំដោយឆ្នាំនេះជាដើមដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងណាស់បន្ទាប់អំពីធម្មកថារបស់លោកគ្រូជាម្ចាស់ក្តីធម្មកថារបស់ព្រះគុណម្ចាស់ព្រះអង្គគ្រូដែលគង់នៅធម្មវ័នខេត្តកំពង់ឆ្នាំងនេះក្តីខ្ញុំមកកើតណាខ្ញុំបាទក៏មានសេចក្តីជ្រះថ្លានិងអរតនីនៅអ្វីដែលខ្លួនបានសិក្សានៅក្នុងព្រះពុទ្ធសាសនាកន្លងមកយកទៅតាមធម្មកថារបស់លោកគ្រូជាម្ចាស់ដែលបានអរតនីមកអំពីព្រះនិព្វានដែលជាទីរលត់នៃរូបធម៌និងនាមធម៌បានសេចក្តីថារូបធម៌និងនាមធម៌រលត់នៅក្នុងទីណាវិញ្ញាណក៏រលត់នៅក្នុងទីនោះនេះឯងដែលយើងដែលបានជួបនឹងព្រះពុទ្ធសាសនាត្រូវមកយល់ឲ្យបានច្បាស់អំពីសភាវៈនៃព្រះនិព្វានដែលព្រះអង្គទ្រង់សម្ដែងនេះនោះកាលបើយើងមិនយល់ច្បាស់នៅក្នុងព្រះនិព្វានធាតុតាមដែលព្រះអង្គទ្រង់សម្ដែងនិងព្រះអរហន្តទាំងឡាយដែលជាព្រះអត្តកថាចារ្យដែលជួយបញ្យល់បើយើងស្ដាប់មិនបានយល់ទេដូច្នោះការប្រព្រឹត្តនៅក្នុងព្រះពុទ្ធសាសនាចំពោះយើងក៏ប្រកបជាឃ្លានឃ្លាតប្រកបជាលំអៀងជាពិសេសគឺខុសផ្លូវដែលព្រះអង្គទ្រង់បានសម្ដែងចឹងឥឡូវនេះដែលយើងជួបនឹងព្រះពុទ្ធសាសនាអាស្រ័យទៅដោយការទ្រាំត្រាប់ស្ដាប់អំពីព្រះអស់របស់ព្រះអង្គផ្ទាល់នេះឯងដើម្បីយល់អំពីអ្វីដែលហៅថាព្រះនិព្វាននេះជាទិសដៅរបស់ព្រះពុទ្ធសាសនានេះឯងដែលជាជំរកផុតអំពីជំរុំរបស់មេដែលព្រះអង្គដឹកនាំពុទ្ធបរិស័ទត្រូវមកជ្រកកន្លែងហ្នឹងក្នុងជីវិតរបស់យើងប្រសិនបើយើងមិនបង្អោនទៅរកទីជ្រកនៅក្នុងព្រះនិព្វានដែលផុតអំពីលំនៅរបស់មេទេយើងទាំងអស់គ្នាគឺត្រូវតែមានចាប់បានហើយធ្វើតាមសេចក្តីប្រាថ្នាគ្រប់ពេលវេលាទាំងអស់ដូច្នោះទិសដៅនៃព្រះពុទ្ធសាសនាជាទិសដៅទៅរកត្រីជំរកដែលផុតអំពីវិស័យរបស់មេអញ្ចឹងឯងបានជានៅក្នុងនិវាបសោតដែលព្រះអង្គទ្រង់សម្ដែងអំពីដំណាំនេះនោះសមណៈព្រាហ្មណ៍ពួកមួយគឺមិនលុកលុយដំណាំរបស់ព្រាហ្មណ៍ទេមិនលុកលុយ
នៅក្នុងលោកាមិសៈដែលជានុយនៅក្នុងលោកនេះទេមិនស្រវឹងទេមិនភ្លេចខ្លួនទេមិនប្រមាទទេក៏ប៉ុន្តែសាមណព្រាហ្មណ៍នោះគ្មានជំរករបស់ព្រះសម្មាសម្ពុទ្ធបាទមិនលុកលុយនៅក្នុងដំណាំរបស់មេមិនលុកលុយនៅក្នុងលោកាមិសៈមិនភ្លេចខ្លួនទេក៏ប៉ុន្តែមិនបានទៅជ្រក់នៅក្នុងជំរករបស់ព្រះសម្មាសម្ពុទ្ធត្រូវមេចាប់បានទៅរហូតចឹងបានយើងឃើញសាមណព្រាហ្មណ៍ពីមុនក្នុងការដែលយើងសិក្សានៅក្នុងឱវាទរបស់ព្រះអង្គមកនោះសូមបីតែចម្រើននៅកុសលថ្នាក់មហកតកុសលជារូបឈានជាអរូបឈានរហូតដល់បានអភិញ្ញាក៏ដោយមិនចាំបាច់ផ្វេនិយាយអំពីត្រឹមតែកុសលកាមាវចរៈក៏ប៉ុន្តែមិនបានទៅរកជំរក់ជ្រក់កោនដែលជាជំរក់របស់ព្រះសម្មាសម្ពុទ្ធទេគឺត្រូវស្ថិតនៅក្នុងមេចាប់បានទៅរហូតមិនរួចអំពីចុតិហើយនឹងបដិសន្ធិនោះឡើយទិសដៅនៃព្រះពុទ្ធសាសនាជាទិសដៅមួយចុតិដែលមិនមានបដិសន្ធិនេះដូច្នោះពេលវេលាដែលយើងជួបនឹងព្រះពុទ្ធសាសនាឥឡូវនេះគឺជាពេលវេលាដែលយើងត្រូវមករកជំរករបស់ព្រះសម្មាសម្ពុទ្ធអ្វីដែលជាជំរករបស់ព្រះសម្មាសម្ពុទ្ធគឺព្រះនិព្វានអ្វីដែលជាជំរករបស់ព្រះសម្មាសម្ពុទ្ធគឺអរិយមគ្គប្រកបដោយអង្គ8ប្រការអ្វីដែលជាជំរករបស់ព្រះសម្មាសម្ពុទ្ធគឺពោធិបក្ខយធម៌37ប្រការដូចជាឥឡូវនេះអញ្ចឹងដែលយើងនាំគ្នាមកធ្វើបុណ្យកឋិនទាននេះយើងធ្វើបុណ្យកឋិនទានហើយត្រូវមានជំរករបស់ព្រះសម្មាសម្ពុទ្ធជ្រកបើសិនជាយើងធ្វើបុណ្យមិនមានជំរករបស់ព្រះសម្មាសម្ពុទ្ធទេមេត្រូវតែចាប់បានតែរហូតនេះឯងដែលយើងជួបជាមួយនឹងព្រះសម្មាសម្ពុទ្ធត្រូវចេះត្រូវដឹងត្រូវយល់អំពីអារម្មណ៍របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនឹងដូចជាសាមណព្រាហ្មណ៍មួយពួកអញ្ចឹងគឺមិនលុកលុយដំណាំរបស់មេដែលជាកាមគុណទេមិនលុកលុយនៅក្នុងកាមាវិសៈដែលជានុយនៅក្នុងលោកទាំង3នេះទេកាលបើមិនលុកលុយក៏បរិភោគដោយសេចក្តីមិនភ្លេចខ្លួនកាលបើមិនលុកលុយបរិភោគមិនភ្លេចខ្លួនសាមណព្រាហ្មណ៍នោះក៏មិនដល់នៅសេចក្តីស្រវឹងក៏មិនដល់នៅសេចក្តីប្រមាទកាលបើមិនស្រវឹងមិនប្រមាទហើយសាមណព្រាហ្មណ៍នោះបានចេញអំពីដំណាំរបស់មេចេញអំពីលោកាមិសៈទៅជ្រក់នៅក្នុងជំរកទីតាំងដែលមិនមែនជាវិស័យរបស់មេក៏គឺសតបដ្ឋានក៏គឺសមបធានអរិយមគ្គប្រកបដោយអង្គ8ប្រការហើយរហូតទៅដល់ព្រះនិព្វាននេះឯងដែលជាពេលវេលាដែលយើងត្រូវចេះត្រូវដឹងក្នុងព្រះពុទ្ធសាសនាតែយើងបានជួបព្រះពុទ្ធសាសនាឥឡូវនេះតែយើងស្វែងរកអ្វីដែលជាទីពឹងពិតប្រាកដចំពោះខ្លួនយើងគឺមានតែជំរករបស់ព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះអញ្ចឹងឯងបានជាព្រះអង្គទ្រង់សម្ដែងនៅក្នុងសង្យុត្តនិកាយព្រះអង្គសម្ដែងមេនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលត្រាច់តាមគោចរនៃបិតារបស់ខ្លួន
មនាលភិក្ខុទាំងឡាយអ្វីដែលជាគោចររបស់3កត្តារបស់ខ្លួនក៏គឺសតិប្បដ្ឋាន4នេះប្រអស់របស់ព្រះអង្គយ៉ាងណាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំត្រាច់តាមគោចររបស់មេឡើយកាលបើអ្នកទាំងឡាយត្រាច់ទៅតាមគោចររបស់មេនឹងមើលឃើញមេនឹងចាប់បានមេនឹងបានអារម្មណ៍កាលបើមេចាប់បានគឺអ្នកទាំងឡាយគឺស្ថិតនៅក្នុងអំណាចរបស់មេធ្វើតាមសេចក្តីប្រាថ្នាប្រអស់ប៉ុណ្ណឹងគួរតែយើងភ្ញាក់ខ្លួនទាំងអស់គ្នាដែលព្រះអង្គខំប្រឹងសន្សំបារមីអស់4អសង្ខ័យមួយសែនកាប់ទាំងរំនឹងបានជំរកមកយកឲ្យយើងជ្រក់ហើយបែរជាយើងមកជួបនឹងពុទ្ធសាសនាមិនយកជំរករបស់ព្រះអង្គជ្រក់នេះមិនមែនជាទោសរបស់ព្រះអង្គទេនេះមិនមែនជាទោសរបស់ជំរករបស់ព្រះអង្គទេនេះគឺជាទោសរបស់យើង100%ដោយសេចក្តីល្ងងខ្លៅរបស់យើងដែលយើងស្ដាប់នៅធម៌របស់ព្រះអង្គមិនយល់នៅក្នុងន័យដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងនេះឯងដែលជាទិសដៅមួយដែលយើងត្រូវទទួលអំពីព្រះពុទ្ធសាសនាព្រះអង្គបានមានជំរកដើម្បីឲ្យសត្វលោកជ្រកដែលផុតអំពីវិស័យរបស់មេមិនមែនយើងមកបានជួបព្រះសម្មាសម្ពុទ្ធហើយក្រំតែបំពន់នៅការតាក់តែងក្នុងភពទាំង3នេះទេទិសដៅរបស់ព្រះអង្គគឺជំរកដើម្បីជ្រកផុតអំពីអំណាចរបស់មេដូច្នោះកាលបើយើងស្ដាប់យល់នៅក្នុងទិសដៅរបស់ព្រះពុទ្ធសាសនាហើយដូច្នោះយើងនឹងត្រូវខំប្រឹងប្រតិបត្តិដើម្បីឲ្យបានជំរកនោះជំរករបស់ព្រះអង្គគឺវិបស្សនាដូចជាមេមន់អញ្ចឹងដែលពួងបាន8ពួងខ្លះឬក៏10ពួងខ្លះឬក៏12ពួងខ្លះប្រសិនបើមេមន់នឹងមិនក្រាបទេមេមន់នឹងមិនឲ្យកម្ដៅដល់ពួងទេមេមន់នឹងមិនឲ្យក្លិនខ្លួននឹងឯងទៅដល់ពួងទេតើពួងនឹងអាចញាស់បានឬអត់នឹងឆ្លើយមកក៏ត្រូវអត់ដាច់ខាតការដែលជួបព្រះសម្មាសម្ពុទ្ធឥឡូវក៏ដូចគ្នាដែលយើងស្ថិតនៅក្នុងសម្បកគឺអវិជ្ជារបស់ពួងនេះសត្វលោកយើងរាល់ថ្ងៃយើងត្រូវដឹងគឺយើងនៅក្នុងសម្បករបស់ពួងហើយបើសិនជាយើងនៅក្នុងសម្បកគឺអវិជ្ជារបស់ពួងយ៉ាងហ្នឹងបើមិនមានមេក្រាបទេតែយើងនៅក្នុងនឹងញាស់ដូចយ៉ាងម៉េចកើតបើអត់មានមេឲ្យកម្ដៅទេទៅយើងញាស់យ៉ាងម៉េចកើតបើគ្មានមេដែលឲ្យក្លិនបានទេយើងញាស់យ៉ាងម៉េចកើតនឹងយើងគិតពិចារណាទាំងអស់គ្នាហើយបើសិនជាមេមន់មិនធ្វើនៅកិរិយាទាំង3នេះទេតើអារំអិលដែលនៅក្នុងពួងនឹងវារៀងស្ងួតយ៉ាងម៉េចកើតនឹងនេះឯងដែលយើងត្រូវយល់នៅក្នុងព្រះពុទ្ធសាសនានេះនោះការក្រាបរបស់មេមន់គឺវិបស្សនាដែលឃើញនៅរូបធម៌និងនាមធម៌ថាមិនទៀងការឲ្យកក់ឲ្យកម្ដៅដល់ពួងមន់គឺជាសតិប្បដ្ឋានវិបស្សនាដែលឃើញរូបធម៌និងនាមធម៌ថាជាទោសការដែលឲ្យក្លិនដល់ពួងនេះគឺជាការចម្រើននៅបញ្ញាឃើញនៅរូបធម៌និងនាមធម៌ថាជាអនត្តាអញ្ចឹងប្រសិនបើប្រាជ្ញាអំពីការចម្រើននៅសតិប្បដ្ឋានវិបស្សនាកំណត់ដឹងនៅរូបធម៌និងនាមធម៌មិនដឹង
ថាមិនទៀងមិនដឹងថាជាទុក្ខមិនដឹងថាជាអនត្តាទេតើនឹងមានដំណើរទៅកាន់ព្រះនិព្វានដោយមិនដេចកើតដូចជាមន់អញ្ចឹងបើមិនក្រាបទេបើមិនឲ្យកំដៅទេបើមិនឲ្យក្លិនទេតើពួងមន់នឹងជាវាคล้ายទៅជាយ៉ាងណាបើអត់មានមេក្រាបអត់មានមេដើម្បីឲ្យកម្ដៅអត់មានមេឲ្យក្លិនទេពួងមន់នឹងឯងឈ្មោះថាជាពួងស្អុយជាពួងស្អុយយ៉ាងណាចំពោះយើងដែលជាពុទ្ធបរិស័ទទាំងអស់គ្នាក៏ដូចគ្នាបើគ្មានវិបស្សនាជាជំរកដែលផុតអំពីវិស័យរបស់មេទេយើងជាបុគ្គលស្អុយដែលរមែងធ្លាក់ចុះនៅក្នុងភពតែដដែលយ៉ាងហ្នឹងសូម្បីតែជួបព្រះ10000កោដអង្គទៅមុខទៀតក៏ដោយឲ្យតែមិនមាននៅបញ្ញាឃើញការកំណត់ដឹងនៅរូបធម៌និងនាមធម៌មិនទៀងជាទុក្ខជាអនត្តាទេគឺពួងនឹងគឺពួងស្អុយហើយគឺរមែងធ្លាក់ចូលមកក្នុងភពដោយស្វ័យប្រវត្តិនេះជាចំណេះដឹងដែលយើងជួបជាមួយនឹងព្រះពុទ្ធសាសនាត្រូវក្លាហានដើម្បីលះបង់នៅអ្វីដែលជាគ្រឿងជាប់ចម្ពាក់ដែលមាននៅក្នុងលោកនេះដែលមាននៅក្នុងភពនេះដែលមានតែលៀបសក្ការៈនិងសេចក្តីសរសើរតែប៉ុណ្ណឹងហើយថេតនៅក្នុងរបស់មិនទៀងជាទុក្ខជាអនត្តាប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលជាសភាវៈទៀងអ្វីដែលជាសភាវៈសុខអ្វីដែលជាសភាវៈជាអនត្តាគឺអសង្កតធម៌គឺព្រះនិព្វាននេះឯងដែលយើងត្រូវទទួលដឹងអំពីសវនញ្ញាណអំពីព្រះអស់ដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងដូច្នោះពួងមន់យើងប្រកាសជាពួងមិនស្អុយកាលណាពួងមន់យើងជាពួងមិនស្អុយរំអិលនៅក្នុងពួងក៏រីងស្ងួតយ៉ាងណារហូតទៅដល់ការចម្រើននៅអនិច្ចំទុក្ខំអនត្តាពេញបរិបូរណ៍ចាស់ខ្លាសម្បកពួងកាន់តែស្ដើងទៅកាលណាសម្បកពួងកាន់តែស្ដើងទៅពន្លឺខាងក្រៅចេះទៅចូលទៅក្នុងផ្ទៃនៃពួងនឹងដាច់ខាតអនិច្ចំទុក្ខំអនត្តាពេញបរិបូរណ៍ដល់ព្រមកាលណាក៏ចកជើងហើយនឹងអវយវៈរបស់សត្វដែលនៅក្នុងសម្បកពួងកាន់តែរឹងប៉ឹងឡើងរហូតដល់អវយវៈគ្រប់ប្រការហ្នឹងបានចម្រើនដុះដាលធំទូលំទូលាយនៅក្នុងសម្បកពួងហើយក៏អាស្រ័យដោយអវយវៈអាស្រ័យដោយកញ្ចក់ក៏ធាក់សម្បកពួងដោយអាស្រ័យចំពោះក៏ចឹកសម្បកពួងបំបែកជាពីរហើយក៏ចេញមកដោយសេរីសួស្តីដូច្នោះការជួបនឹងព្រះពុទ្ធសាសនានេះគឺជាការដែលត្រូវស្វែងរកជំរករបស់ព្រះអង្គដែលផុតអំពីវិស័យរបស់មេគឺវិបស្សនាឃើញរូបធម៌និងនាមធម៌ថាមិនទៀងជាទុក្ខជាអនត្តានេះឯងដោយសភាពយ៉ាងនេះទើបយើងនឹងឯងជាពួងមន់មិនស្អុយសូមអនុមោទនាសូមគោរពជូនអរគុណចា៎ណាសូមជ្រះថ្លាអនុមោទនាពធរបស់លោកគ្រូធម្មបណ្ឌិតរស់សុផាតដែលលោកគ្រូបានបញ្ជាក់នៅក្នុងអត្ថន័យនៃការអប់រំបន្ទុំនៅប្រាជ្ញារបស់យើងដែលប្រៀបបីដូចជាពងមន់ណាដូចជាពងមន់ត្រូវញាស់ណាប្រកាសពេតប្រកាសត្រូវតែញាស់ដោយអាស្រ័យបានការអប់អន់ការ
ថែទាំរបស់មេមនទៅណាមេមនក៏គឺជាកុសលធម៌ទាំងឡាយទាំងពួងទានសិលសមាធិពិសេសគឺសតិប្បដ្ឋានវិបស្សនាដែលធ្វើឲ្យបញ្ញាកាន់តែមានសភាពចាស់ខ្លាបន្តិចបន្តងដែលបានពិចារណានៅសង្ខារធម៌ទាំងឡាយដោយមិនទៀងជាទុក្ខជាអនត្តាណាជាបន្តទៅទៀតសូមរតនាគុណចាស់បងចេញអស់ហើយនឹងបងគុណចាស់លោកពេលល្ងាចនេះទៅណាអញ្ចឹងសូមចេញលោកគ្រូអគ្គបណ្ឌិតបញ្ចប់ពធតែម្ដងសូមជ្រះថ្លានមោទនាសូមអនុមោទនាគណាហើយនឹងមានឱកាសបានរាប់បាតប្រសង់តទៅចឹងក្នុងឱកាសវេលាព្រឹកនេះដោយសេចក្តីរីករាយជ្រះថ្លាពុទ្ធបរិស័ទគណាចឹងយើងនឹករលឹកដល់អាសាទបូជាចឹងគណាញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ចឹងមុននឹងរាប់បាតប្រសង់នឹកឃើញដែនសង្កសៈគណាហើយយើងមិនទាន់បានដាស់ចឹងក៏យើងបន្លឺឡើងនៅវាចានឹករលឹកដល់អសច្ចៈបូជាទាំងណាអសច្ចៈបូជាចេញព្រះវស្សាខ្ញុំដង្ហែផ្កាព្រះមហាគុណតកោតតំណាងចិត្តស្អាតសិលឧបោសថបណ្ដាំព្រះពុទ្ធនៅតាវតង្សាព្រះអង្គទ្រង់ផ្ដាំព្រះមហាមោគលានឲ្យមនុស្សកោតលៀនមានចិត្តជ្រះថ្លាសូមឧបោសថថ្ងៃបវារណាទទួលសាស្តានៅសង្កសៈអសច្ចៈបូជាចេញព្រះវស្សាយើងខ្ញុំជ្រះថ្លាអនេកអណៈស្ដាប់ធម៌ទេសនាយកចិត្តទុកដាក់ធម្មសច្ចៈលោកុត្តរធម៌អសច្ចៈបូជាចេញព្រះវស្សានៅឯព្រះមហាគុណធកតពុទ្ធពោទទួលរៀបត្រៃស្បង់ស្បៃចៃវរចិត្តខ្ញុំត្រេកអរអមដោយសទ្ធាអសច្ចៈបូជាចេញព្រះវស្សាស្ដាប់ធម្មកថាកថានានាយើងសន្សំបុណ្យអសច្ចៈបូជាខ្ញុំសូមវន្ទាអសច្ចៈបណ្ណមីសូមថ្វាយបង្គំព្រះបរមសាស្តាទាំងព្រះជោឡាមនីចេតិយនៅឋានតាវតឹងព្រះអិនកោសីកាយសក្ខីព្រះពុទ្ធមេត្តាគ្រាកាលទ្រង់ត្រាស់នៅព្រះអភិធម្មទេវតាមកជុំមើលចក្រវាឡា
ទ្រង់លើបណ្ឌុកម្មពលៈសិលាញ៉ាំងពួកទេវតាឲ្យឃើញនិព្វាន80000 កោដសម្រាប់មគ្គផលជ្រះថ្លាអស់ខ្វល់ជាផលធម្មទានវស្សា7នៃព្រះទ្រង់ញៀនមនុស្សច្រើនកោតលៀនរងចាំសាស្តាព្រះពុទ្ធនិមិត្តសម្ដែងបន្តព្រះអង្គទ្រង់ចរចុះមកភិក្ខានៅឯឧត្តរករទីបាទ្រង់សោយផាត់តានៅនីហេមពៀនព្រះសិរីបុត្រលំអត់ចូលកលបានស្ដាប់ដោយផ្ទាល់ព្រះអស់ទ្រង់ញៀនរៀនធัวអភិធម្មធម្មខណ្ឌដែលមានរួចហើយទ្រង់ធានតតាវតង្សាព្រះសិរីបុត្របង្ហាត់អភិធម្មសិស្សថ្មីខិតខំប្រព្រឹត្តព្រហ្មចារ្យ500ព្រះអង្គបួសបានសិក្សាអភិធម្មថ្លៃថ្លាដែនសង្កាសៈឧបនិស្ស័យប្រជាវបាក់សានៅក្នុងសាសនាព្រះពុទ្ធកស្សបៈស្ដាប់ធัวអភិធម្មលុះដល់មរណៈបណ្ណំទៅដាក់ដល់ទេវលោកាវិលក្នុងទេវលោករហូតពុទ្ធកាលបណ្ណំបណ្ដាលឲ្យតន់សាសនាកើតមកជាមនុស្សឃើញបរិហាបួសព្រោះជ្រះថ្លាបាន500អង្គអសច្ចៈប៉ុណ្ណមីថ្ងៃបវារណាចេញព្រះវស្សានៃភិក្ខុសង្ឃព្រះពុទ្ធទ្រង់ត្រាស់ថាយាងតម្រង់ត្រង់សង្កសៈអចលៈចេតីសកទេវរាជនិមិត្តចិន្តាស្ដេចយាងដំណើរចិន្តាបែប3ស្ដាំមាសឆ្វេងប្រាក់អមព្រះចិនស្រីព្រះបាទចក្រីជន់ដើរកៅមនីចាប់ពីកំពូលភ្នំព្រះសុមេអិនព្រំដង្ហែរហូតប្រតពីមាសខាងទេវតាប្រាក់ព្រំមូលមីកណ្ដាលកៅមនីឆាប់ពន្ធរាំងសីព្រះពុទ្ធបើកលោកឲ្យមើលឃើញគ្នាទេវតាព្រំមាមនុស្សមនានៅដីត្រាស់ធัวទេសនាដល់មនុស្សប្រុសស្រីក្នុងទីផែនដីជាង30យោជន៍សត្វ30កោដបានអមតៈធัว500អង្គល្អបញ្ញារុងរយរៀនចប់អភិធម្មប្រយោជន៍មិនខូចភ្លឺស្វាងរុងរោចខៃណាសវាឧបនិស្ស័យប្រពៃគួកប់បានជួបកំណប់ទ្របអស់តណ្ហា
កើតមកជាមនុស្សចេះស្ដាប់ធัวអាព្រោះពូជថ្លៃថ្លាសច្ចាទុកមកថ្ងៃ15កើតខ្នើតពេញបូរមីកូនចៅប្រុសស្រីក៏បីកម្មយកជាមនុស្សខាងខ្នើតកើតមានពន្លកថត់ចាកពពួកដួងច័ន្ទភ្លឺស្វាងអាសាពិសាមគ្គបណ្ណមីអសុចសេរីថ្ងៃមានសំអាងជាថ្ងៃត្រៃរតន៍ប្រកាសតំណាងចែកដីកសាងខ្ញុំក្រាបសំពះថ្ងៃ15កើតខ្នើតខែអាសោចយើងអុចប្រទីបទទួលអង្គព្រះស្ដេចចាកទេវលោកទ្រង់ជោគយាងយាជន់ដើរដៃជះចុះជន់ផែនដីដែនសង្កស័កសំស័កព្រះបាទគ្រប់ព្រះលោកនាថព្រះបាទចក្រីតេខេណៈបាតៈអចលៈចេតដីបរិស័ទប្រុសស្រីគ្មៀតក្មៃវន្ទាឧកាសៈអហង្សខ្ញុំតាំងវាចាខ្ញុំសូមថ្វាយផ្កាដល់ព្រះឈ្នះមាបព្វគុលៈសការៈបូជាកំរងមេលាសំណុំបាច់ផ្កាទីបាលោកៈទីបៈបូជាគ្រប់អង្គគ្រប់គ្នាវន្តាជ្រះថ្លាបូជាប្រទីបពន្លឺភ្លឺថ្លាក្នុងដែនសីមាព្រះមហាគុណធកតបូជាព្រះធាតុព្រះពោធិព្រឹក្សពុទ្ធរូបសន្ធឹកខ្ញុំនឹកលំអត់លំអោនអង្កាយដោយចិត្តបរិសុទ្ធខ្ញុំសូមរួចផុតចាកភយន្តរាយអន្តរាយខាងក្រៅអន្តរាយខាងក្នុងអន្លង់ភក់ផុងកិលេសទាំងឡាយសូមឲ្យកិច្ចជាចាកចេញឲ្យឆ្ងាយសូមឆ្លងអបាយដល់សួគ៌គាលីសូមនៅទេវលោកបានស្ដាប់ទេសនាបង្គំចូលឡាមនីចេតដីសូមបានមគ្គផលសម្រាប់ជោគជ័យឆ្លងផុតភព3និព្វានសុខសូមអនុមោទនាព្រះសាបញ្ញូពុទ្ធវិសេសសតត្រៃលោកកាធានមនុស្សឬទេវតាព្រហ្មាណាប្រដូចបានកំចាត់នៅគេលែងគ្មានឲ្យសេះនៅសល់ខានញ៉ាំងជន់ទាំងប៉ុន្មានជាអានន្ទឲ្យត្រាស់ដឹងខ្ញុំសូមថ្វាយបង្គំឆ្ពោះព្រះបរមជាទីពឹងព្រះអង្គឆ្លងផុតស្ទឹងព្រះអង្គជាទងជ័យធំត្រឆេបង្ហាញត្រើយតែមួយព្រះអង្គហើយជាទីពឹងក្នុងត្រៃភពមាព្រំនិងទេវតាទាំងមនុស្សសាតែងគោរពចូលជ្រោះនៅក្រោមម្លប់ពោធិ